បាទជំរាបសួរប្រារិទ្ធញាតិវងប្រិយមិត្តនៅក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះខ្ញុំបាទអេងសំអល់អ្នកនិពន្ធមានវិជ្ជាដោះប្រស្នាបានមកធ្វើដំណោះស្រាយប្រស្នានៅក្នុងសភៅចៅវាសនារាជាភាគ1ជាបន្តទៅទៀតហើយឥឡូវនេះចូលមកដល់ប្រស្នាគេដាក់មកថាអ្នកមានបុណ្យហ្នឹងបានពីបងស្រីម្នាក់នៅតាអង្គស្រុកចំការលើខេត្តកំពង់ចាមគាត់មានវិចារថាមានអ្នកទៅធ្វើបុណ្យនៅភ្នំស្រង់ទៅទាំងឡានណាទៅគ្នាច្រើនណាស់ទៅភ្នំស្រង់ហ្នឹងទៅបុណ្យរួចហើយដល់ត្រឡប់មកពីភ្នំស្រង់មកវិញគេមានវិចារប្រាប់អ្នកស្រុកនៅជាមួយគ្នាហ្នឹងប្រាប់ថាអ្នកមានបុណ្យផុសចេញពីបាបភ្នំស្រង់ដល់មានមួយផ្នែកទៀតមួយក្រុមទៀតគេទៅធ្វើបុណ្យនៅភ្នំត្បែងលើកំពូលភ្នំត្បែងខ្ពស់ណាស់ពុំឲ្យឆ្ងាយទៀតដល់ឡើងទៅធ្វើបុណ្យនៅភ្នំត្បែងហ្នឹងដល់គេត្រឡប់មកវិញគេនាំគ្នាមានវិចារថាអ្នកមានបុណ្យផុសចេញពីបាបភ្នំត្បែងចឹងមកក្រុមផ្នែកខាងទៅភ្នំស្រង់មកវិញគេថាអ្នកមានបុណ្យផុសចេញបាបភ្នំស្រង់អ្នកទៅភ្នំត្បែងមកវិញគេថាអ្នកមានបុណ្យផុសចេញពីបាបភ្នំត្បែងដល់ជួបខ្ញុំមានជាដោះប្រស្នាគាត់ចាប់អារម្មណ៍គាត់សួរថាលោកគ្រូហើយមានអ្នកមានបុណ្យនៅភ្នំស្រង់មែនទេហើយអ្នកមានបុណ្យនោះផុសចេញពីបាបភ្នំស្រង់មានទេតាំងសួរខ្ញុំថាអត់មានថាមិនបានអត់មានទេបានថាអត់មានមើលមិនឃើញថាមានហើយចុះអ្នកដែលគេទៅធ្វើបុណ្យនៅភ្នំត្បែងគេមកវិញគេថាអ្នកមានបុណ្យផុសចេញបាត់ភ្នំត្បែងថាមានទេខ្ញុំថាអត់ថាមិនបានអត់បើគេថាគ្រប់គ្នាមិនបើខ្ញុំមើលទៅគឺអត់ហ្មងដល់ខ្ញុំចេះដែរនឹងខ្ញុំចេះមើលដែរនឹងខ្ញុំបាច់ចាំទៅសួរណាបើខ្ញុំចេះដែរហ្នឹងអញ្ចឹងអ្នកមានបុណ្យផុសចេញបាត់ភ្នំណាសួរអញ្ចឹងខ្ញុំថាអ្នកមានបុណ្យផុសចេញពីបាបភ្នំព្រះម៉ែរាជអានឹងមានត្រង់ថាឲ្យផុសចេញបាបភ្នំស្រង់ផុសចេញបាបភ្នំបាញ់គ្មានទេអញ្ចឹងថាចុះភ្នំព្រះម៉ែរាជនៅឯណាអញ្ចឹងដល់អញ្ចឹងខ្ញុំប្រែឲ្យគាត់ស្ដាប់សិនប្រែស្ដាប់ពីថាអ្នកមានបុណ្យផុសចេញពីបាបភ្នំព្រះម៉ែរាជហ្នឹងអញ្ចឹងអាភ្នំព្រះម៉ែរាជហ្នឹងផុសចេញពីបាបភ្នំព្រះម៉ែរាជហ្នឹងនៅក្នុងពោះរបស់អ្នកម្ដាយប្រែជាអថាបដិរូបមកជាមនុស្សវិញដល់មកផុសចេញពីបាត់ភ្នំព្រះម៉ែរាជគឺម្ដាយយើងជាភ្នំព្រះម៉ែរាជអញ្ចឹងហើយផុសគឺការកើតហ្នឹងទៅវក់លូនចេញពីបាត់ភ្នំបាត់ទ្វាមាសរបស់អ្នកម្ដាយនឹងហើយភ្នំព្រះម៉ែរាជហើយពាក្យថាភ្នំនោះមានដល់ចំនួន3ភ្នំថាបើឃើញថាមានភ្នំមួយហើយអាពោះយកប៉ោងឡើងធំនោះហើយជាភ្នំដល់ផុសចេញហ្នឹងផុសចេញគឺការប្រសូតដល់បាតភ្នំទ្វាមាសរបស់ញ៉ាំដាយនឹងហើយអារែងការផុសចេញពីបាតភ្នំព្រះម៉ែរាជអញ្ចឹងដល់ពាក្យថាភ្នំហើយត្រូវតែមានទឹកអញ្ចឹងភ្នំនោះឃើញភ្នំមួយឃើញពោះប៉ោងធំឡើងថាភ្នំឃើញភ្នំមួយហើយត្រូវឃើញភ្នំ2ទៀតគ្រប់ចំនួន3ភ្នំអញ្ចឹងនៅពេលដែលប្រសូតបានបុតហើយគេថាដោះរបស់អ្នកម្ដាយតាំងពីហ្នឹងឡើងប៉ោងមកហ្មងដើម្បីបង្កើតទឹកដោះហ្នឹងអញ្ចឹងបូកទាំងភ្នំប្រសូតមួយផងភ្នំខាងលើទាំងពីរហ្នឹងផងទៅជា3ភ្នំ
chẳng bay phnom mà cột chúng bay phnom mà hai đập phnom bịa đập phnom miệt phnom thời thì miền tắc chẳng tắc nó miền chấm nôn bay po tiệt thì mũi tắc po cỏ hóm thì pí tắc tắc po lướng thì bấy tắc po sò tắc po cỏ hóm nó pê là này ta con sầm ra con ra bọt màu nó miền chiêm màu chấm mũi nó tắc po cỏ hóm đó tắc tí pí tắc po lướng tắc nôm tắc mốt đó đừng hỏi là tắc tí pí là tắc tí bấy tắc po sò đầm đang ói tắc đó rồi bỏ nhằm đài nông 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 chẳng bay nó ra sẽ tập miền tắc chẳng chẳng là cả rọc khơi ban nông mùi hói từ cả rọc khơi nông chủng luôn pì tiết từ cục chủng luôn bay nông đó là đó nông đầm nang đạp nông đầm nang ói nông bả mai riêng nó miền chủng luôn bay nông luôn bay nông mà tì muôi nông đồn pin sấy bả mai riêng nông pin nhá nông đồn pin nhá nhưng nó ta nông đồn pin sấy bả mai riêng đó tì pi nông bát hoa nó nông tốt sấy bả mai riêng nơi khung bọc nào tục chúng ta lược khai cầm bông chám nó nông bát hoa đó tì bấy nông prasad cô tôi sấy bả mai riêng cầm bông cái đá nông cô tôi sấy cái đá nó nặng ai nông bả mai riêng chơi năng chẳng nông tổng bay năng chẳng là phía tha nhẹ miền bon nó ra nhẹ miền bon nó cái sầm đá dọc bon prem hạc san đó bon prem hạc san nó ra tới thua sòng cái bon mua chia tục muốn rồi chia sạch đòi thua chia mình tây mê top ca pia chiết chia mình tây mê top mục prip upama ban từng lô mình tây mê top mục ốc nhà của la hồng cúng chỉ nhẹ na chết chỉ nhẹ và rút chỉ mi top ca pi chết mi top của mốc nát nát lệch mũi rồi chẳng lúc mi top của mốc ốc nhà của la hồng cùng nó có to su đo đồng nọ chim trong cõi chẳng mỏ nặng giangจะหาคู่เขาไปใส่กรองเป็นนำได้อันนั้นกุมยุ่งปรังจังนังห้อยra bàn bòn prem hạc san chẳng cái thơ thô sắm cái bon mùi chiết tục môn hỏi lô mình tây mi to phần mốc ông nhà của la hồng cũng miền đam còn nói ngon phí lúc mi to khang mương chỉ quay khai bồ sát đó hỏi lúc mi to khang mương nó đam còn nói ngon phí với ra đi chia của ông của bát chay và man ti của pi ông chia mi to rồi cà phê chết vay khăng cho từ khlang khlaออกจานึงจังดอกออกเจี๊ยกับนาปีเวลาที่เจี๊ยบอ๋องผมว่าเจี๊ยเวลามันปีม้ามองเมียงกับนาเจี๊ยมีตัวขลังเมืองในไข่ปูสัตว์เจี๊ยอาภิบาลไข่พ้องเจี๊ยมีตัวพอมาออกปีอายุสองคาปีมีตัวขลังเมืองtớiบ้านหมอเมียงกับนาเจี๊ยลูกมีตัวประมุขลูกมันตรีมีตัวประมุของค์ญาของละหงcungจังบานอะไรมีบนพระมหากษัตริย์บ้างจังในปีเลยท่าอายุสองพาหายtừ banพระองค์ตัวสบายไม่สวัสดิ์ชัดพระบรมราชวังนวมแต่ยกกำนัดไม่มวยวิญเตียนจังดอกบานกำนัดไม่หายบ้านพระนวมยกเต้าบังคับบังเรียนวิจีเอาเมียนกาแจกดังเมียนกาแจกดังchẳng vì chia Prea Maha Sát nó lưu ta tại miền bon chia Prea Maha Sát bàn Prea nom dốc từ một hạt liên vị trí ao miền ca trẻ đằng đỏ miền ban ca trẻ đằng hỏi từ vòng quanh bon nhẹ miền bon đồng tiền là mỗi bon Prea Maha Sát từ vòng quanh bon Prea Maha Sát từ riêng dốc phải chia Prea Maha Sát vì chia Prea Maha Sát nó miền chủng nôn 7
ទី1វាជាតុលាការទី2វាជាបច្ចេកវិទ្យាទី3វាជាគ្រប់គ្រងប្រាស់រាជាណាចក្រនឹងឲ្យចេះបានសម្រេចហើយទុកមួយលើសិនដល់ទី2បានចូលដល់អ្នកមានបុណ្យដល់អ្នកមានបុណ្យហ្នឹងទៅបំពេញបុណ្យទាំង3ឲ្យបានសម្រេចទី1ទានបារមីសម្បណ្ណោសោភគវាទី2ទានឧបបារមីសម្បណ្ណោសោភគវាទី3ទានបរមត្តបារមីសម្បណ្ណោសោភគវាទានបារមីសម្បណ្ណោសោភគវាគឺការលះបង់ទ្រព្យធនបបួលប្តីប្រពន្ធកូនធ្វើបុណ្យរាប់បុណ្យមានច្រើនប៉ុន្តែរាប់យកបុណ្យ3មកមានវិចារទី1បុណ្យសង្ឃទានទី2បុណ្យកឋិនទានទី3បុណ្យចតុបច្ច័យទានហើយឲ្យបានជាម្ចាស់ដើមទានប្រធានដើមបុណ្យនឹងទៀតនឹងថាទានបារមីសម្បណ្ណោសោភគវានៅពេលដែលថាធ្វើបុណ្យបានហើយធ្វើបុណ្យទាំង3នឹងបានហើយថាបានសម្រេចផលបុណ្យហ្នឹងម្ចាស់ដើមទានប្រធានដើមបុណ្យធ្លាក់ខ្លួនក្រអស់ទ្រព្យគ្មានទីពឹងនឹងបានថាទានបារមីសម្បណ្ណោសោភគវាបានសម្រេចទី1ដល់ទី2ទានឧបបារមីសម្បណ្ណោសោភគវាគឺការលះបង់កូនចំនួន3កូនមានប្រុសមានស្រីឲ្យទៅអ្នកដទៃធ្វើជាកូនរបស់គេហើយកូនព្រមទៅឪពុកម្ដាយយើងឲ្យទៅអ្នកទទួលព្រមទទួលទៀតតើនឹងមិនងាយទេដល់ធ្វើបានសម្រេចបានហៅថាទានឧបបារមីសម្បណ្ណោសោភគវានឹងបានសម្រេចអញ្ចឹងទាននឹងប្រៀបមើលឧបមាបានទៅនឹងពវេសន្តរនោះអង្គលះបង់បុត្រទាំងពីរឲ្យទៅតាជញ្ជុនោះដើម្បីបំពេញទានឧបបារមីសម្បណ្ណោសោភគវាអន្តនឹងបានរៀនសម្រាប់ទានឧបបារមីសម្បណ្ណោសោភគវាដល់ទានបារមីសម្បណ្ណោសោភគវាគេពវេសន្តរលះបង់ទ្រព្យធនដាក់ទានរួចហើយអស់ទ្រព្យអលីងអញ្ចឹងមានការខឹងពីលោកមន្ត្រីរាជការថាមកពីលះបង់ទ្រព្យខ្លាំងពេកអញ្ចឹងហើយទៅបំបបងពវេសន្តរឲ្យទៅនៅភ្នំគិរីវង្សកុដអញ្ចឹងដល់ចេញពីព្រះបរមរាជវាំងមកមានអាទេសដឹកបរិរាជទ្រព្យហើយនឹងបរិរាជបុត្រទាំងពីរព្រះអង្គនឹងមកតាមផ្លូវហ្នឹងព្រោះអាតាចូលជក់តាព្រាមនឹងសុំអាទេសសុំរបស់សុំស្អីអស់អាលីងអញ្ចឹងនៅសល់បុត្រទាំងពីរពោហ្មងពោមួយម្នាក់ឡើងអោភ្នំគិរីវង្សកុដនៅទៅអញ្ចឹងដល់នៅទៅបានអាតាចូលជក់នោះមកសុំហើយបុត្រទាំងពីរនោះទៅទៀតទៅតើនឹងអញ្ចឹងអ្នកមានបុណ្យត្រូវតែហ៊ានលះបង់ផងនឹងលះបង់កូនចំនួន3កូនមានប្រុសមានស្រីឲ្យទៅអ្នកដទៃធ្វើជាកូនរបស់គេហើយកូនព្រមទៅយើងឪពុកម្ដាយព្រមឲ្យទៅអ្នកទទួលព្រមទទួលទៀតដល់ព្រមទទួលហើយនឹងបានសម្រេចទានឧបបារមីសម្បណ្ណោសោភគវាដល់ទី3ទានបរមត្តបារមីសម្បណ្ណោសោភគវានោះគឺការលះបង់ប្រពន្ធនឹងឲ្យថ្វាយខ្លួនបំរើព្រះធម៌ព្រះសម្មាសម្ពុទ្ធសូមបានជាឧបាសិកាហើយដល់លោកម្ចាស់ប្រុសនោះសូមថ្វាយខ្លួនជាឧបាសកខាងប្រពន្ធនោះទៅជាឧបាសិកាខាងប្រុសជាឧបាសកដល់កំណត់ចេញពីឧបាសិកាមកទាយិកាដល់កំណត់ចេញពីឧបាសកមកទាយុតើនឹងថាទាយុទាយិកាធ្វើបានសម្រេចបានហៅថាទានបរមត្តបារមីសម្បណ្ណោសោភគវាតើនឹងមិនមែនថាគ្រាន់តែថាឡើងជាព្រះមហាក្សត្រថាអ្នកមានបុណ្យឲ្យមែនទេដាច់ដោយឡែកពីគ្នាអញ្ចឹងបុណ្យព្រះមហាក្សត្រធ្វើសពាយបុណ្យមួយជាតិទុកមុនគឺបានធ្វើជាមន្ត្រីមេទ័ពការពារជាតិនឹងការពារជាតិដល់អស់អាយុសង្ខារនោះហ្នឹងបានថាបុណ្យព្រះមហាក្សត្របានរួចបានមកដល់អ្នកមានបុណ្យព្រះមហាក្សត្រអ្នកមានបុណ្យមានហុងធរសោតអញ្ចឹងថាព្រះមហាក្សត្រអ្នកមានបុណ្យអញ្ចឹងអ្នកមានបុណ្យនោះត្រូវតែ
បំពេញលក្ខណៈតាមអវ៉ាន់របស់ព្រះនាំបំពេញអញ្ចឹងដល់ព្រះនាំបំពេញឲ្យបំពេញទានបារមីសម្បណ្ណោសពភគវាហើយបំពេញទានឧបបារមីសម្បណ្ណោសពភគវាហើយបំពេញទានបរមត្តបារមីសម្បណ្ណោសពភគវានឹងទៀតដល់បានសម្រេចហើយបានថាសម្បត្តិព្រះមហាក្សត្រអ្នកមានបុណ្យអញ្ចឹងប៉ុន្តែសាសនាគេដាក់មកថាតអ្នកមានបុណ្យមួយទេតែបើយើងយកលើកតអ្នកមានបុណ្យមកវាអត់គ្រប់លក្ខណៈទេព្រោះគេច្រើនណាមានវិចារថាអ្នកមានបុណ្យគេសំដៅយកព្រះមហាក្សត្រឡើងសោយរាជគ្រប់គ្រងព្រះរាជាណាចក្រហ្នឹងគេហៅថាអ្នកមានបុណ្យប៉ុន្តែលោកអ្នកចេះទាំងអស់នោះមិនបានដឹងថាសម្បត្តិព្រះមហាក្សត្រនោះធ្វើបុណ្យដូចម្ដេចបានទៅជាសម្បត្តិព្រះមហាក្សត្រមិនធ្វើបុណ្យចំណាយទុនអស់រាប់ម៉ឺនរាប់លានដុល្លារទៅថាដឹងតែបានបុណ្យព្រះមហាក្សត្រនោះមិនមែនទេណាធ្វើជាមន្ត្រីការពារជាតិការពារប្រទេសជាតិការពារទឹកដីភ្នំបាននឹងអស់ជីវិតអស់ទៅនឹងបានរិញសម្បត្តិព្រះមហាក្សត្របានហើយដល់សម្បត្តិអ្នកមានបុណ្យគឺការបំពេញទានទាំង3ហ្នឹងឲ្យបានសម្រេចទៅទៀតអាហ្នឹងបានថាគ្រប់លក្ខណៈសម្បត្តិរបស់អ្នកមានបុណ្យហើយដល់សម្បត្តិព្រះមហាក្សត្រវិញបកមកខាងក្រោយថាសម្បត្តិព្រះមហាក្សត្រវិញរកឲ្យឃើញទស្សពិតរាជធម៌ទៀតអញ្ចឹងហើយដល់ស្រុកខ្មែរហ្នឹងមិនមែនទស្សពិតរាជធម៌ទេណាទស្សមិសរាជធម៌បើធម៌មឹករាជទស្សពិតរាជធម៌បើព្រះសាមតេរាជសោយរាជគ្រប់គ្រងព្រះរាជាណាចក្រគ្រប់គ្រងពិភពលោកនោះទស្សពិតកៅរាជធម៌ទស្សពិតកៅរាជធម៌មានពនាមរបស់គេមកស្រេចមកពនាមបមារាជនីសុចតាទេវីព្រះរាជាព្រះអង្គពេជ្រកៅមនីរង្សីព្រះស្អាមតេរាជមានមកស្រេចមកអញ្ចឹងមកអញ្ចឹងនៅក្នុងហ្នឹងគេថាបាសនាគេដាក់មកថាអ្នកមានបុណ្យគេមិនយល់តាមមិនយល់ទេហើយការបញ្យល់ការធ្វើសភៅបោះពុំសពផ្សាយពីដំបូងក៏មិនទាន់ថាចេញវិជាព្រះស្អាមតេរាជមកទេវិជាតំតាវិជាធម្មរាជអញ្ចឹងហើយមានចាំមិនអស់ទេដល់វិជាព្រះស្អាមតេរាជមានចោអស់យកទៅមកអញ្ចឹងសូមមានវិចារប៉ុណ្ណឹងចុះអរគុណព្រះរាជញាតិវង្ស